ngày nay ban mà thua mà hôm nay đẹp bay khôn rồi sai hết á mà phụ là đây trong phơi ai bị tranh sạt đầy mình rồi phơi vậy ទីបំផុតបានជួបគ្នាហើយបងប្អូនសំខាន់ណាខ្ញុំនឹងបងខុនកំហៃគឺរៀងប្រពន្ធគ្នាមានប្រពន្ធគ្នាទៀតធ្លាប់តែមើលវីដេអូគាត់ធ្វើម្ហូបថ្ងៃនេះបានធ្វើម្ហូបឲ្យគ្នាញ៉ាំទៅវិញទៅមកបងកំហៃក៏ចង់ញ៉ាំសឡកកូដាក់ខ្ទិះបែបអ្នកសៀមរាបអញ្ចឹងហើយខ្ញុំក៏បានធ្វើឲ្យគាត់ភ្លក់ផងដែរបងប្អូនក្រៅពីនឹងបានជួបមួយអូនប៉ៅទៀតសួស្ដីជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំហើយនឹងបងម៉ៃបានទៅលេងបាត់ដំបងអញ្ចឹងហើយអាចរំលងបានទេគឺអាហារដ្ឋានខុននៅថ្មគោលបងប្អូនណាខ្លះចូលចិត្តមើលវីដេអូគាត់សូម្បីតែខ្ញុំក៏មើលវីដេអូគាត់ដែររៀនធ្វើម្ហូបតាមគាត់ទៀតថ្ងៃនេះគឺបានជួបគ្នាហើយដំបូងឡើយខ្ញុំថាទៅញ៉ាំបាយធម្មតាទេតែបងខុនកំហៃក៏ថាចង់ភ្លក់កកូបែបអ្នកសៀមរាបព្រោះអីសឡកកូដាក់ខ្ទិះគាត់អត់ដែរញ៉ាំសោះអញ្ចឹងចង់ឲ្យខ្ញុំស្លឲ្យញ៉ាំខ្ញុំនេះចង់ភៅតាមផ្ទះធម្មតាឲ្យមកធ្វើម្ហូបក្នុងរោងបាយអាហារដ្ឋានខុនគឺភ័យមែនតើបងប្អូនប៉ុន្តែបានបងកំហៃគឺឈរនិយាយលេងជាមួយនឹងអញ្ចឹងហើយរៀងបាត់ភ័យគួរសមគ្រឿងផ្សំគ្រឿងអីវិញគឺគាត់រៀបចំឲ្យខ្ញុំមកហើយស្រេចចាំតែថាមកដល់គឺដាក់ស្លយកហ្មងខ្ញុំនេះភ័យជាងគេដែលសារតែស្លកកូខានធ្វើយូរហើយបើធ្វើនៅអាឡម៉ង់បងប្អូននឹងស្រាប់ហើយភាគច្រើនតកូនកាត់ទេអត់មានគ្រឿងផ្សំសពមុខដូចនៅខ្មែរដូចបែបអ្នកសៀមរាបទេអញ្ចឹងហើយដោយរៀងមិនដឹងទេបងប្អូនណាមួយទៀតធ្វើម្ហូបឲ្យមេចុងភៅញ៉ាំទៀតតែទោះជាយ៉ាងណាសាក់មើលសិនដំបូងឡើយខ្ញុំដាក់ខ្ទិះដើមហើយដាក់មួយគ្រឿងបុករបស់យើងហ្នឹងបងប្អូនលីងវាឲ្យឈ្ងុយបន្ទាប់មកបាទខ្ញុំដាក់ប្រហុកចូលមើលតែឈ្ងុយប្រហុកហើយបងប្អូនបាទយើងដាក់អង្ករលីងចូលតាមក្រោយហើយសឡកកូអត់ប្រហុកអត់បានទេនិយាយទៅដោយតបងប្អូនស្លធម្មតាអញ្ចឹងគ្រាន់តែថាខ្ញុំអត់ប្រើទឹកទេយើងប្រើមួយខ្ទិះដូងណាខ្ញុំស្លរាល់ដងដឹងតែមានបងប្អូនខមមិនទៅមកឲ្យរឿងសឡកកូដាក់ខ្ទិះបងប្អូនណាខ្លះស្លអញ្ចឹងចាំខមមិនប្រាប់ខ្ញុំផងម្ហូបថ្ងៃនេះកាន់តែពិសេសទៀតដោយសារតែដំណាំដាំដុះគឺបងកំហៃគាត់បេះនៅក្នុងផ្ទះគាត់ហ្នឹងឯងសតតែ organic តែម្ដងហើយកកូថ្ងៃនេះខ្ញុំលាយជាមួយសាច់ជ្រូក3ជាន់ហើយនឹងត្រីម្ដាយបងប្អូនគោមើលតែត្រីយើងរៀងឆ្អិនហើយយើងដាក់គ្រឿងទេសចូលមានស្ករមានអំបិលមានម្សៅស៊ុបចឹងទៅនិយាយតាមត្រង់បងប្អូនធ្លាប់ទៅធ្វើម្ហូបញ៉ាំតែ2អ្នកបងម៉ៃ2អ្នកប្តីប្រពន្ធឲ្យមកធ្វើម្ហូបចេះមានគេឈោមើលគេថតហើយចុងភៅពិសេសនៅក្បែរនឹងទៀតខ្ញុំភ័យមែនតែនហ្មងចឹងហើយបើសិនជាស្លខុសបងប្អូនអ្នកសៀមរាបដូចគ្នាកុំសើខ្ញុំឥឡូវនេះដាក់ត្រីដាក់សាច់អីចូលហើយខ្ញុំដាក់ខ្ទិះដូងចូលរួចខ្ញុំថែមទឹកបើយើងដាក់ខ្ទិះសុទ្ធពេកខ្ញុំខ្លាចថាវាឆាប់តលាន់ហើយក៏ងាស់រឿងយូរគួរសមដែរបងប្អូនអើយឡាឈរនិយាយគ្នាមួយបងកំហៃបន្ទាប់មកក៏ដាក់បន្លែចូលថែមទៀតនិយាយតាមត្រង់បងប្អូនអើយនិយាយគ្នាជក់មាត់ពេកគឺរងាស់យូរខ្លាំងឡើងប្រៃពិបាកថែមទឹកបន្តិចសិនមុននឹងដាក់បន្លែបៃតងចូលតែកកូថ្ងៃនេះគឺពិសេសត្រង់ថាបន្លែគឺគាត់បេះនៅក្នុងភូមិគាត់អញ្ចឹងណាបងប្អូនអញ្ចឹងយើងថែមអង្គលេងថែមអីមកគឺថាឈ្ងុយមែនតែនដំបងឡើយបងកំហៃភ្លក់ទៅគាត់ថាំងបើសិនជាគាត់ស្លគឺសុំឲ្យស្រាលជាងនេះបន្តិចព្រោះធម្មតាសឡកកូអ្នកខ្លះគឺគាត់ញ៉ាំសឡតតេតញ៉ាំបាយអញ្ចឹងណាបងប្អូនបើខ្ញុំនេះចូលចិត្តរសជាតិរៀងដិតប៉ះចំឡើងតែនិយាយគ្នាយូរងាស់ទុកយូរផងគឺថារៀងដិតបន្តិចហើយសឡថ្ងៃនេះហើយមកហូបថ្ងៃហ្នឹងមិនមែនតែប៉ុណ្្នឹងទេណាបងប្អូនចាំមើលវីដេអូពេញបងខុនកំហៃបានដោយសារខ្ញុំក៏បានកំងមកហូបពីខាងគាត់ខ្លះដែរដោយសារខ្ញុំគុំចាំភ្លក់ស្នាដៃគាត់នឹងឯងគាត់ថាគាត់ចង់ភ្លក់មួយសឡកកូសៀមរាបអញ្ចឹងខ្ញុំក៏ធ្វើមួយមុខដែរទៅមកហូបពីខាងគាត់វិញខ្ញុំកំងច្រើនណាស់មានតាំងពីញោមឆ្ងល់និយាយទៅឆ្ងល់មែនតែនប៉ុន្តែរសជាតិគឺឆ្ងាញ់សឡម្ជូរគ្រឿងពោះគោក៏ខ្ញុំបានកំងពីបងខុនកំហៃដែរហើយកាន់តែពិសេសទៀតបងប្អូនគឺបុកលហុងអ្នកបាត់ដំបងប៉ុន្តែឡើងជួបជុំនិយាយគ្នាចោះឡើងគ្មានសូវបានថតអីទេថតបានតែប្រមាណមុខនឹងឯងមកហូបពីខាងគាត់គឺឆ្ងាញ់ពិតមែនបងប្អូនអើយមិនតំណងក្នុងវីដេអូណារសជាតិគឺឆ្ងាញ់ខ្ញុំឲ្យ10លើ10ហ្មងគាត់ប៉ិនប្រសាបខ្លាំងណាស់អញ្ចឹងបងប្អូនទៅបាត់ដំបងកាត់ថ្មគោលអីកុំរំលងឲ្យសោះសូម្បីតែបងម៉ៃប្រហែលថ្ងៃនេះគាត់ញ៉ាំបាយអត់សូវបានទេគ្រាន់តែទៅដល់ហាងបងខុនកំហៃភ្លាមគឺអស់បាយ3ចានចាប៉ុន្តែវីដេអូថ្ងៃនេះគឺខ្ញុំថតបានតែប៉ុណ្្នឹងឯងបងប្អូនអើយរវល់តែនិយាយគ្នាលេងជក់មាត់ពេកណាមួយអូនប៉ៅខ្ជូតណាស់អញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណបងប្អូនដែលបានទស្សនាសូមជម្រាបលាបាយបាយ